បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនពីការបង្កើត soundtrack អញ្ចឹងតើ soundtrack នឹងគឺជាអ្វី soundtrack គឺជាប្រភេទភ្លេងតន្ត្រីដែលយើងដាក់អមជាមួយនឹងវីដេអូរបស់យើងបាទអញ្ចឹងនៅពេលដែលយើងដាក់ soundtrack នៅពីខាងក្រោមដូចនេះបាទអញ្ចឹងនៅពេលដែលយើង play វីដេអូគឺវាមានចេញជាតន្ត្រីមកបាទអញ្ចឹងនៅពេលដែលអ្នកគ្នាដាក់ soundtrack ទៅវាវីដេអូយើងវាកាន់តែមើលទៅវាមានភាពតាក់ទាញណាបាទឥឡូវយើងចូលមកមើលពីការបង្កើត soundtrack ទាំងអស់គ្នាជាដំបូងអ្នកគ្នាចូលទៅកាន់ ChatGPT រួចអ្នកគ្នាសរសេរថា suggest me to generate soundtrack for យើងបើកវងកញ្ចក់មកយើងចង់ធ្វើ soundtrack សម្រាប់អីឥឡូវខ្ញុំដាក់ថា DIY 10 suggest មានន័យថាខ្ញុំឲ្យវា suggest ភ្លេងប្រភេទ DIY content ណាបាទចំនួន10បាទបន្តមកទៀតខ្ញុំធ្វើការ copy នៅ prompt ណាមួយចេញពី ChatGPT រួចខ្ញុំធ្វើការបើកនៅកម្មវិធីមួយគឺកម្មវិធី Below Music ដើម្បីធ្វើការ generate ជា soundtrack បាទអញ្ចឹងមកដល់ Below Music យើងធ្វើការផាស prompt នឹងនៅកន្លែងនេះបន្ទាប់មកយើងធ្វើការចុច generate បាទឥឡូវវាបានមកកើតចេញជា soundtrack ហើយបាទអញ្ចឹងនៅពេលដែលអ្នកគ្នាធ្វើការបង្កើតនៅ soundtrack ប្រភេទផ្សេងទៀតអ្នកគ្នាគ្រាន់តែធ្វើការចុចកន្លែងប៊ិចនេះដើម្បីកែអក្សរនៅក្នុងវងកញ្ចក់នេះបាទអញ្ចឹងឥឡូវខ្ញុំដាក់ថា woman cooking បាទអញ្ចឹងខ្ញុំធ្វើការចុច send ម្ដងទៀតដើម្បីឲ្យវា suggest នៅប្រភេទភ្លេង soundtrack ថ្មីបាទបន្តមកទៀតយើងអាចធ្វើការ copy នៅ prompt ណាមួយដើម្បីយកទៅធ្វើការ generate នៅក្នុង Below Music អញ្ចឹងនៅកន្លែងនេះយើងចុចពាក្យថា new section មករួចយើងធ្វើការផាស prompt នឹងចូលរួចចុច generateបាទអញ្ចឹងនៅពេលដែលយើងពេញចិត្តហើយយើងចុចត្រេ3ចុចពាក្យថា download បន្តមកយើងចុចពាក្យថា MP3 ដើម្បីធ្វើការ download